សួស្តីអ្នកទាំងអស់គ្នានៅថ្ងៃនេះខ្ញុំចង់ចែករំលែកមុខរបរមួយគេហៅថា Uber មុខរបរនេះវាជាមុខរបរឯករាជ្យមួយវាអាចបត់បែនទៅតាមពេលវេលារបស់យើងទៅនៅពេលព្រឹកចង់រកព្រឹកក៏ព្រឹកទៅចង់ថ្ងៃក៏ថ្ងៃទៅចង់យប់ក៏យប់ទៅឬក៏ចង់ធ្វើមួយថ្ងៃពេញ full time ក៏បានដែរបាទ Uber នេះគឺចែកជាពីរទៀត Uber មួយគឺដឹកមនុស្សUber មួយគឺ delivery ដឹកតែម្ហូបអាហារចំណីចំណុកឬក៏ដើរផ្សារទិញអីវ៉ាន់មួយឲ្យគេពីព្រោះ Uber ហ្នឹងក៏មានជាគណៈសອບដែរឲ្យយើងដើរទិញអីវ៉ាន់ឲ្យគេណាឧទាហរណ៍គេចង់បានអីវ៉ាន់នៅក្នុងផ្សារទំនើប Walmart យើងចូល Walmart ទៅតែគេចង់ទិញអីវ៉ាន់នៅក្នុងឲ្យគេ Kroger ក៏ Kroger ទៅណាយើងដើរទិញអីវ៉ាន់ឲ្យគេវាជារឿងល្អមួយដែរសំខាន់នោះគឺត្រង់ថាយើងឲ្យយើងបត់បែនពេលវេលាបានឧទាហរណ៍ថាយើងចង់រត់ថ្ងៃច័ន្ទចង់រត់ថ្ងៃពហុសុក្រអីចឹងណាមិនចាំបាច់ធ្វើវាជារៀងរាល់ថ្ងៃទេអានឹងក្នុងករណីដែលយើងរវល់មិនមានពេលគ្រប់គ្រាន់ក៏ប៉ុន្តែបើសិនជារត់ full time ធ្វើរហូតរាល់ថ្ងៃពេញម៉ោងក៏បានដែរក៏មានចំណូលសមល្មមដែរហើយវាក៏មានលុយលើកទឹកចិត្តយើងយូរម្ដង$400-500ដែរបាទអញ្ចឹងការរត់ Uber នេះវាទាមទារគឺទី1ឡានខ្លួនឯងបាទទី1គឺឡានខ្លួនឯងទី2គឺធានារ៉ាប់រងឡានទី3គឺបានបើកបរបាទអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមាន3នឹងហើយគឺអ្នកទាំងអស់គ្នាអាចសាកល្បងរត់ Uber បានហើយអញ្ចឹងក្នុងការដាក់ apply ដើម្បីធ្វើការមួយនេះវាអត់មានជាបញ្ហាទេយើងគ្រាន់តែ download app វាមក Uber ហើយយើងធ្វើតាមការណែនាំរបស់ app ហ្នឹងទៅព្រោះដូចយើងតម្លើងឬក៏បង្កើត Facebook មួយអញ្ចឹងណានៅពេលដែលយើងបង្កើតយើងធ្វើទៅតាមលំដាប់លំដោយនឹងការណែនាំរបស់គេហ្នឹងទៅបាទអូខេអញ្ចឹងខ្ញុំសូមចូលទៅវគ្គបន្ទាប់នៅពេលដែលយើងរត់ Uber ហ្នឹងថាតើយើងត្រូវធ្វើម៉េចខ្លះអញ្ចឹងមុននឹងទៅរត់ Uber ហ្នឹងអ្នកទាំងអស់គ្នាត្រូវតែមានមួយទៀតឧទាហរណ៍ថាអ្នកទាំងអស់គ្នាចាប់ដើមធ្វើណា apply រួចអស់ហើយណានៅតែថ្ងៃចេញទៅរត់ទេអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាមុននឹងទៅរត់គឺត្រូវតែមានដូចជាអាវពាក់មួយឲ្យបញ្ជាក់ថាយើងជាអ្នកដឹងជូនណាអាហ្នឹងគេមិនទាមទារប៉ុន្តែវាជាការច្នៃប្រឌិតរបស់យើងឯងដូចជាអាវនឹងមួយអាវវាលក្លៀកពណ៌ត្រួយចេកពួកអីចឹងណាបាទហើយមានកាបូបសម្រាប់ដាក់ដូចអ៊ីហ្សឡង់មួយមកអ៊ីហ្សឡង់ដើម្បីដាក់ម្ហូបឲ្យវាក្តៅបានយូរអញ្ចឹងទៅឬក៏ត្រជាក់បានយូរអញ្ចឹងទៅបាទហើយក៏វាអាចដាក់ភីហ្សាដាក់អីបានអញ្ចឹងណាមានកន្លែងដាក់ភេសជ្ជៈអីសម្រាប់ដាក់ភេសជ្ជៈឧទាហរណ៍គេកំងភេសជ្ជៈយើង3-4កែវណាអញ្ចឹងយើងត្រូវតែមានកន្លែងសម្រាប់ដាក់ភេសជ្ជៈហ្នឹងកុំឲ្យវាដឹកទៅកពុបលាក់ឡាក់ពេញទៅហ្នឹងណាវាប្រហែលទៅនឹងកាបូបអ្នករត់Food Panda នៅក្នុងស្រុកខ្មែរអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាស្គាល់ហើយណា Food Panda ញ៉ាំ24អីអស់ហ្នឹងគឺអញ្ចឹងឯងកាបូបអ៊ីសាឡង់អញ្ចឹងហើយមួយទៀតសំខាន់សម្រាប់ខ្ញុំគឺផ្លាកមួយត្រូវបិទនៅពីក្រោយឡានរបស់យើងថាយើងគឺជាអ្នក delivery វាអាចនឹងឈប់មួយផ្លេតកន្លែងនេះកន្លែងនោះចឹងទៅសូមឲ្យគេយកយល់ឡានរបស់យើងកន្លែងនោះសំខាន់ពីព្រោះនៅពេលដែលយើងទៅដឹកនៅតាម downtown ទៅទីក្រុងអីឲ្យគេខ្លះកន្លែងខ្លះអត់មានកន្លែងចតទេគឺយើងទាមទារយើងចតលើផ្លូវអញ្ចឹងបើសិនជាយើងធ្វើ drop off អីវ៉ាន់ឲ្យគេមកផ្លេតមកវិញប្រហែលជាអត់អីទេប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំឃើញដាក់កន្លែងខ្លះគេដាក់ថា no parking man ប៉ុន្តែសម្រាប់តែ drop off ឬក៏ pick up បានអាហ្នឹងប៉ុណ្ណឹងបានអញ្ចឹងមានន័យថាឲ្យយើងដាក់ប៉ាយហ្នឹងទៅយើងពេលដែលយើងឈប់ឡានយកអីវ៉ាន់ឲ្យគេឃើញផ្លាកហ្នឹងគេអាចយល់ឲ្យថាយើងគាត់ណា drop off អីវ៉ាន់ឲ្យគេទេ pick up អីចឹងទៅប៉ុណ្្នឹងឯងអញ្ចឹងអាចគេមិនប្រកែប្រកាន់យើងដែរបាទនឹងសំខាន់ណាផ្លាកមួយហ្នឹងមានប្រវែងប៉ុណ្ណេះទិញតាម Amazon ណាទិញ Amazon ក៏អាចក៏ដូចគ្នាដែរតែកាបូបយើងអាចទិញតាម Uber តែម្ដងបានអញ្ចឹងនៅពេលដែលយើងមានបើសិនជាយើង apply ហើយគេ approve ហើយយើងមានសម្ភារៈគ្រប់គ្រាន់ដូចខ្ញុំនិយាយមិញហើយអូខេយើងចេញទៅរត់តាមម៉ោងណាដែលយើងចង់រត់ខ្ញុំឧទាហរណ៍ខ្លួនឯងជាក់ស្ដែងថាខ្ញុំរត់ពេលយប់ម៉ោង8ខ្ញុំចេញរត់8ជាងអីខ្ញុំចេញទៅអញ្ចឹងមុននឹងអ្នកទាំងអស់គ្នាចេញទៅត្រូវតែបើក app Uber នឹងសិនហើយគេនឹងតម្រូវឲ្យអ្នកទាំងអស់គ្នាថតរូបខ្លួនឯង
ឲ្យច្បាស់ថតរូបខ្លួនឯងឲ្យច្បាស់មកប៉ុសិនបានចេញទៅអញ្ចឹងណាដើម្បីបញ្ជាក់ថាយើងពិតជាអ្នករត់នឹងមែនប៉ុន្តែឲ្យថតរូបថតទេណាអត់ឲ្យយករូបថតទៅថតទេឧទាហរណ៍យើងយកទូរស័ព្ទមកថតរូបថតទៀតអញ្ចឹងត្រូវការថតមនុស្សពិតមិនមែនយករូបថតទៅថតរូបថតហើយយកទូរស័ព្ទទៅថតរូបថតទេណាអានឹងអត់បានអញ្ចឹងអ្នកទាំងអស់ចេញថតហើយចេញរត់ទៅនៅពេលដែលបើកវានឹងលោតរសញ្ញាចាប់បើសិនជាមានម៉ួយកំងវានឹងលោតទឹងឲ្យយើងហើយអញ្ចឹងនៅពេលដែលយើងមើលយើងត្រូវមើលមុនគេពីតម្លៃនិងចម្ងាយលោតមកវាដាក់លើគេហ្នឹងគេ delivery ហើយបន្តមកវាដាក់លុយឧទាហរណ៍ថា$5 $5អញ្ចឹងណាប៉ុន្តែម៉ាយរបស់វា10ម៉ាយណាអាហ្នឹងថោកពេកសម្រាប់ខ្ញុំអត់យកទេខ្ញុំអត់យកមកអញ្ចឹងយើងយល់ល្អគឺយើងយកត្រឹមឧទាហរណ៍ថា5ម៉ាយ$6 5ម៉ាយបើខាមិនបាន6ក៏ក្រោមនឹង$4កន្លះអីចឹងទៅអូខេខ្ញុំអាចទទួលយកបានប៉ុណ្ណឹងអញ្ចឹងនិយាយឲ្យខ្លីយ៉ាងហោចជាមធ្យមក៏1ម៉ាយ1រៀលយើងគិតខ្លួនឯងណាឧទាហរណ៍លោត10ម៉ាយ$10លោត5ម៉ាយ$5ណាបើវាលើនឹងតិចតួចតាមចិត្តអ្នកទាំងអស់គ្នាចុះតែបើលើអ្នកទាំងអស់គ្នាទទួលហើយតែបើក្រោមអ្វីដែលខ្ញុំនិយាយតិចតួចពិចារណាខ្លួនឯងហើយយកចុះអញ្ចឹងនៅពេលដែលចុចយកហើយអ្នកទាំងអស់គ្នាវានឹង load app មកហើយអា navigation របស់វាហ្នឹងគឺវា load មកវាត្រង់ទិសទៅរកហាងតែកំងអីវ៉ាន់ហ្នឹងអញ្ចឹងទី1គឺវា load alert មកឲ្យយើងថាមានគេកំងហើយយើងចុច accept អត់ទទួលវានឹងគណនាផ្លូវវទៅឲ្យទៅដល់កន្លែងហាងដែលគេកំងហ្នឹងអញ្ចឹងយើងជិះទៅតាម map ដែលគេកំងហ្នឹងទៅណាយើងជិះតាម map ទៅដល់ហាងគេកំងហ្នឹងផ្លក់យើងចូលទៅដល់ហាងមានតាមកន្លែងខ្លះឲ្យយើងចូលទៅប្រាប់កន្លែង counter គេថាខ្ញុំជា Uber ខ្ញុំមកយកអីវ៉ាន់ហើយឈ្មោះនេះឈ្មោះអីJohn យើងប្រាប់គេទៅថាខ្ញុំជា Uber មកយកអីវ៉ាន់សម្រាប់ John ឃើញទេអញ្ចឹងហាងខ្លះអត់ឲ្យយើងចូលទេហាងខ្លះឲ្យយើងចតនៅកន្លែងចតនឹងតែម្ដងហើយនៅមុខចំណតហ្នឹងគឺមាន parking lot លេខ parking របស់គេអញ្ចឹងយើងគ្រាន់តែទៅដល់កន្លែងហ្នឹងភ្លាម app របស់ Uber នឹងឲ្យយើង check in នៅក្នុង app Uber នេះទេយើងគ្រាន់តែចតឡាននឹងចោលណាចតមកទៅខាងហាងអ្នករត់តុកហាងអីគេយកអីវ៉ាន់មកឲ្យយើងដល់ឡានអត់បាច់ចូលទេអាហ្នឹងលយដែរទៅនៅហ្មងប៉ុន្តែមានបញ្ហាមួយសម្រាប់អ្នកថ្មីដែលខ្ញុំចង់ចែករំលែកនោះគឺនៅត្រង់នៅពេលដែលទទួលបាន order មួយណាវីដេអូនេះខ្ញុំនិយាយរឿងវែងតិចចុះឲ្យវាលម្អិតបើមាន order មួយហើយទទួលហើយស្រាប់តែបើកទៅតាមផ្លូវតែយក order ហើយស្រាប់តែវា load ផ្លុកមក order ទៀតអញ្ចឹងយើងទទួលទៀតបើសិនជាវាមើលទៅឃើញថា order ណាគួរតែយកមុនយើងធ្វើតាមវាទៅកុំឲ្យវែងដូចខ្ញុំកាលពីដំបូងឡើយខ្ញុំអត់ដឹងសួរណាទេខ្ញុំពឹងទៅលើបទពិសោធន៍ខ្លួនឯងទាំងអស់ order មួយហើយវា load order មួយទៀតនៅពេលដែលទទួលវាហើយស្រាប់តែវា load ទីតាំងទៅកន្លែងផ្សេងយើងឧទាហរណ៍ថា2ចេះយើងត្រូវទៅយកមួយអាខាងនេះ load order ទទួលមួយហើយបាត់អាស័យដ្ឋានខាងនេះបាត់វាចេញអាស័យដ្ឋានខាងនេះវិញអញ្ចឹងប្រហែលជាវាមានន័យថាយើងយកអានេះមុនចំណេញជាងហើយបាត់បកទៅយកអានោះទៅតែម្ដងវាអាចនឹងអញ្ចឹងណាបាទវាអាចនឹងអញ្ចឹងហើយនៅពេលដែលយើងទទួលបានអីវ៉ាន់វាដាក់ឲ្យយកទៅ drop off ឲ្យឈ្មោះមួយណាឈ្មោះកឬឈ្មោះខអញ្ចឹងវានឹងប្រាប់យើងហើយតែយើងកុំច្រឡំអីវ៉ាន់ប្រយ័ត្នច្រឡំអីវ៉ាន់របស់ A យកទៅឲ្យ B អីវ៉ាន់របស់ B យកទៅឲ្យ A ផ្ទុយគ្នាណាអញ្ចឹងពេលហ្នឹងយើងមាន2 order អញ្ចឹងអ្វីដែលយើងត្រូវយកចិត្តទុកដាក់ទី1ខ្ញុំសូមបកឡើងវិញបន្តិចពេលដែលទទួលបាន order មួយហើយមាន order មួយទៀតអញ្ចឹងអ្នកទាំងអស់គ្នាធ្វើទៅតាម app ដែលគេប្រាប់ហ្នឹងទៅវាឲ្យទៅណាទៅនឹងទៅតែនៅពេលដែលទទួលបានអីវ៉ាន់ទាំងពីរហ្នឹងហើយអ្នកទាំងអស់គ្នាសូមចំណាំអីវ៉ាន់មួយណាសម្រាប់មួយណាអីវ៉ាន់ឈ្មោះ A សម្រាប់ដំឡូងបារាំងឬក៏ភ្លើងមាន់គឺសម្រាប់ឈ្មោះ A ភេសជ្ជៈគឺសម្រាប់ឈ្មោះ B យើងចំណាំប៉ុណ្ណឹងជៀសវាងការ
deliver ទៅវាខុសទីតាំងខុសមនុស្សហើយតេតងនឹងលុយ tip ពេលខ្លះបានច្រើនបើសិនជាប៉ះថ្ងៃរវល់ថ្ងៃដាច់ខ្លាំងបើសិនជាថ្ងៃភ្លៀងអីខ្ញុំធ្លាប់បានលុយ tip ដល់ទៅ$20ទៀតថ្លៃដឹកថោកទេតែប្រហែល$ទេជួន2រៀល3រៀលទេឬ4រៀលអីចឹងទៅតាមទីតាំងចិត្តឆ្ងាយដែរទេបាទវាខុសគ្នាតិចតួចប៉ុន្តែ tip ពេលខ្លះបានច្រើនដែរសរុបមកការរត់វាធ្វើឲ្យយើងបានចំណូលមើលល្មមណាវាមិនអាចឲ្យយើងច្រើនលុះលុបពេកទេល្មមដែរឧទាហរណ៍ថាពេលខ្លះខ្ញុំប្រាប់ខ្ញុំរត់3ម៉ោងខ្ញុំបាន40 50ខ្ញុំបាន50អីចឹងទៅណាប៉ុណ្្នឹងហើយ40 50 3ម៉ោងបាទប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នារត់យូរទៅវានឹងឲ្យមានលុយលើកទឹកចិត្តមួយលុយលើកទឹកចិត្តហ្នឹងឧទាហរណ៍ថាគេគ្រប់ចំនួន45ជើងគេឲ្យយើង$500ជាងហើយងាយនឹងយកលុយហ្នឹងងាយនឹងយក45ជើងយើងរត់មួយថ្ងៃ7ជើង6ជើងគឺប្រហែលថ្ងៃគ្រប់បាត់ហើយបាន$500ជាងណាអញ្ចឹងយើងបូកជាមួយថ្លៃដឹករបស់យើងថ្លៃ tip អីរបស់យើងចូលគ្នាអីមកមួយខែពេលខ្លះយើងរកបានខ្ទង់1000ដែរអានេះខ្ញុំមិននិយាយរឿង full time ទេណាយើងនិយាយរឿង part time អញ្ចឹងរបរនេះវាល្អមួយយ៉ាងប៉ុន្តែអ្វីដែលមិនល្អវិញអ្វីដែលមិនល្អនោះនៅត្រង់យើងដឹកប្រើឡាននៃខ្លួនឯងសាំងខ្លួនឯងបើឡានខូចខាតខ្លួនឯងជួសជុលខ្លួនឯងយប់ប្រលប់បើដឹកយប់ដូចខ្ញុំយប់ប្រលប់គឺម្នាក់ឯងរកវិធីដោះស្រាយដោយខ្លួនឯងបាទហើយអាចនឹងប្រឈមនឹងបញ្ហាតាមផ្លូវអីចឹងណាធម្មតាយើងធ្វើការនៅលើដងផ្លូវវាយើងមើលមិនឃើញអញ្ចឹងយើងត្រូវគិតកន្លែងនឹងដែរសម្រាប់អ្នករត់ Uber បាទហើយរាល់ថ្ងៃនេះខ្ញុំសូមបញ្ជាក់ថាខ្ញុំអត់ដឹកមនុស្សទេខ្ញុំដឹកមនុស្សទេគេឲ្យខ្ញុំដឹកមិនក៏ខ្ញុំអត់ដឹកដែរវារុញ alert មកឲ្យដឹករហូតថែមលុយដឹកទៅថែមប៉ុណ្ណេះលុយខ្ញុំអត់ដឹកទេខ្ញុំអត់ចង់ដឹកមនុស្សទេព្រោះធ្វើយប់ខ្ញុំខ្លាចជួបមនុស្សស្វឹងញ៉ៃតប៉ែអញ្ចឹងសុកចិត្តដឹកតែម្ហូបនិងដើរទិញអីវ៉ាន់អីគេគឺចង់ទិញ burger ចង់ទិញ pizza មិនមែនណា burger កំងភ្លាមដូច McDonald អីណាដូចអា pizza កកនៅតាមផ្សារទំនើបអីយើងយកទៅធ្វើម្ហូបអីចឹងណាដូចបន្លែចង់ទិញការ៉ុតចង់ទិញទឹកដោះគោកំប៉ុងអីឲ្យគេចង់បានអាហ្នឹងយើងទិញឲ្យគេទៅអញ្ចឹងប៉ុន្តែដើរផ្សារអាហ្នឹងជារឿងផ្សេងមួយទៀតខ្ញុំនឹងធ្វើវីដេអូមួយផ្សេងទៀតពីព្រោះដើរផ្សារមានអត់ចេះតែដើរទៅចូលផ្សាររះយកពេញតាណានៃហ្នឹងអត់បានអីវ៉ាន់ឲ្យគេទេមួយម៉ោងហ្នឹងអត់បានអីវ៉ាន់ឲ្យគេទេអញ្ចឹងដើរផ្សារវាមានរបៀបដើរផ្សាររបស់វាទៀតដើម្បីឲ្យលឿនអញ្ចឹងខ្ញុំសូមនិយាយវីដេអូក្រោយចុះអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់រត់ Uber ហើយឆ្លៀតជួយរកចំណូលដៃគូមកខាងទៀតអីអាចពិចារណារបរមួយនេះបានប៉ុន្តែគុណសម្បត្តិរបស់វាគឺវាអាចបត់បែនបានការងារពេលវេលាអាចថ្ងៃចង់រត់ក៏រត់មិនចង់រត់ក៏ហីមួយថ្ងៃប្រហែលម៉ោងក៏បានតាមដែលយើងចង់រត់នឹងជារឿងល្អហើយគឺមានចំណូលក៏សមល្មមនឹងឲ្យយើងដោះតល់មកគ្រាដែរនឹងសុទ្ធតែជារឿងល្អប៉ុន្តែអ្វីដែលមិនល្អនៅត្រង់ប្រាសាំងខ្លួនឯងឡានខ្លួនឯងបើប៉ះពីឡានខូចខាតអីគឺមានតំណែងអ្វីគ្រប់យ៉ាងគឺខ្លួនឯងណាកន្លែងហ្នឹងអូខេហើយមួយទៀតគឺពេលអាកាសធាតុមិនល្អក៏អេបធ្វើទុកដែរធ្វើទុកតិចតួចថា50ជើងមាន2ជើង3ជើងដែរប៉ុណ្ណឹងមួយជើងថា2ជើងចុះ2 3ជើងពួកបទពិសោធន៍ខ្ញុំនេះមានអេបធ្វើទុកខ្ញុំ2ដងផ្ទះគេនៅនេះវាឲ្យនៅនេះគាត់តែមួយឲ្យមុខវាមួយឲ្យផ្ទះគេនៅមុខវាឲ្យនៅក្រោយអញ្ចឹងក៏មានដែរឬក៏ផ្ទះគេនៅក្រោយវាឲ្យនៅមុខអញ្ចឹងទាមទារឲ្យយើងដើររកខ្លួនឯងថែមឬក៏ call ទៅអតិថិជនថាខ្ញុំមកដល់ខាងមុខ building នេះហើយសូមឲ្យជួយចេញមកដល់នេះបើគេនៅតែមិនចេញគេប្រាប់ថាឲ្យទៅដាក់ឯណាយើងដាក់តាមគេទៅហើយការទម្លាក់ហ្នឹងគឺវាមានពីរប្រភេទគឺទី1ជួបគ្នានៅមាត់ទ្វារទី2គឺទម្លាក់ចោលនៅមាត់ទ្វារជួបនៅមាត់ទ្វារនិងទម្លាក់ទុកនៅមាត់ទ្វារណាបាទអញ្ចឹងវីដេអូនេះវារៀងវែងអញ្ចឹងសង្ឃឹមថាវាឲ្យអ្នកទាំងអស់នេះអាចយល់បាន
ថាការងារ Uber នេះវាមិនហើយវាបានចំណូលបែបណាហើយវាមិនអីមិនបានអញ្ចឹងវាល្អសម្រាប់យើងមកថ្មីប៉ុន្តែអ្នកចាស់ខ្លះគាត់មិនចង់ធ្វើទេព្រោះវាមានចំណូលប៉ុណ្ណឹងគេរកបានច្រើនគេមិនធ្វើទេបាទប៉ុន្តែសម្រាប់ខ្ញុំធ្វើដោយសារតែពេលដែលយើងមកថ្មីដូចខ្ញុំធ្វើវាគឺខ្ញុំបានស្គាល់ភូមិសាស្ត្រនៅទីនេះរឿងលុយទី1ភូមិសាស្ត្រទី2ស្វែងយល់ពីការរស់នៅរបស់គេនៅតាមហាងអីផ្សេងទី3ស្វែងយល់ដឹងពីវប្បធម៌របស់គេនៅនេះបានច្រើនការរត់ Uber បាទពីព្រោះយើងចូលតាមហាងគ្រប់ច្រកល្ហកហាងចិនហាងកូរ៉េហាងឥណ្ឌាញឹកជាងគេហាងមេស៊ីកូហាងអាមេរិកតែម្ដងនិងហាងសាសផ្សេងមួយចំនួនទៀតឃើញទេយើងស្គាល់បានច្រើនហាងខ្លះទំនើបខ្លាំងហៃសូខ្លាំងយើងចូលបានសន្តាគារយើងចូលក្នុងមន្ទីរពេទ្យយើងស្គាល់ពីរបៀបរបបនៃការចូលទៅដល់កន្លែងគេអាហ្នឹងក៏ជាចំណេះដឹងមួយដែរឃើញទេបើសិនជាយើងមិនដឹងក៏វាជាបញ្ហាមួយដែរថ្ងៃក្រោយឧទាហរណ៍ថាយើងចង់ទៅញ៉ាំអីកន្លែងគេយើងអត់ដឹងថាអីមិន check in check out អីចឹងទៅយើងឧទាហរណ៍ណាអញ្ចឹងអ្វីដែលខ្ញុំយល់យ៉ាងហើយណាក៏យើងបានស្គាល់នៅកន្លែងនេះថាអូកន្លែងនេះគេចេះបាទអូផ្លូវនេះខ្ញុំធ្លាប់ជិះកាត់ហើយខ្ញុំស្គាល់ជិះយូរទៅអ្នកទាំងអស់ស្គាល់ផ្លូវទីក្រុងដែលអ្នកទាំងអស់នេះកំពុងតែរស់នៅនឹងឃើញទេវាល្អពួកយើងមិនអាចរស់នៅពឹងទៅលើតែ app ទេវាប្រកាសហើយថា app រងថ្ងៃយើង map យើងពឹងទៅលើ map វាមែនហើយតែយើងទៅណាយើងវាយ map ប៉ុន្តែយើងមិនចេះតែរស់នៅមួយឆ្នាំទៅមួយឆ្នាំនៅតែវាយ map ទេគួរតែមានការចងចាំគួរតែស្គាល់ផ្លូវដើម្បីឲ្យ10 20ឆ្នាំក្រោយយើងស្គាល់អស់ហើយកុំឲ្យនៅ10 20ឆ្នាំក្រោយអត់ស្គាល់អីយើងអត់មានអីថ្មីយើងមានថាយើងដូចអត់ខ្វល់ខ្វាយអីអញ្ចឹងព្យាយាមរៀនអ្វីដែលថ្មីនៅពេលដែលយើងមកដល់ប្រទេសគេដំបូងអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងអានេះគ្រាន់តែជាការចែករំលែករបស់ខ្ញុំបើអ្នកទាំងអស់គ្នាយល់ថាមិនល្អក៏លុបចោលអស់ចោលចុះប៉ុន្តែបើសិនជាយល់ថាល្អជួយ like comment ឬក៏ចែករំលែក share បន្តផងហើយចុងក្រោយកុំភ្លេច subscribe នៅ channel របស់ខ្ញុំម្នាក់មួយផងអរគុណបាយបាយ